ខ្ញុំបាទឈឹមសំណាងសូមស្វាគមន៍មកកាន់កម្មវិធីអ្នកបន្តវេនហើយកម្មវិធីអ្នកបន្តវេននេះរៀបចំនិងផលិតដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិហៅកាត់ថា IAI សហការជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជាក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិនៅក្នុងសប្តាហ៍នេះកម្មវិធីនឹងលើកយកពីបញ្ហាការបង្កើនប្រាក់ចំណូលរបស់កសិករដើម្បីឲ្យវាគ្មិនរបស់យើងទាំង6រូបធ្វើការពិភាក្សានិងស្វែងរកដំណោះស្រាយសម្រាប់កសិកររបស់យើងហើយកម្មវិធីនេះនឹងមានវីដេអូឯកសារខ្លីមួយដែលតាក់ទងទៅនឹងប្រធានបទទូរទស្សនិកជនជាទីមេត្រីនឹងបានជ្រាបមតិរបស់ប្រជាជនតាមរយៈបទសម្ភាសន៍ខ្លីជាមួយប្រជាពលរដ្ឋតាក់ទងទៅនឹងប្រធានបទដែលបានលើកយកមកពិភាក្សានៅក្នុងថ្ងៃនេះនៅចុងបញ្ចប់នៃកម្មវិធីនីតិយល់ដឹងពីប្រជាធិបតេយ្យដែលលោកសុតរិននឹងធ្វើការបកស្រាយមួយដែលស្ដីអំពីថាតើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យមានន័យយ៉ាងដូចម្តេចទស្សនិកជននឹងបានទៅទស្សនាកិច្ចការប្រចាំថ្ងៃរបស់កសិករគំរូមួយរូបនៅក្នុងខេត្តព្រៃវែងនិងមតិយោបល់មួយចំនួនពីអ្នកជំនាញរបស់យើងថាតើកសិករមានវិធីបែបណាដើម្បីបង្កើនប្រាក់ចំណូលមួយឆ្នាំខ្ញុំធ្វើបានច្រើនដែរបានមួយតោនជាងអីចឹងដែរជាប្រាក់ចំណូលចូលបាន100000 200000ចឹងទៅបានលទ្ធផលច្រើនដែរបងបានដល់5 7 8តោនណាបងបាន3តោនអីណាឆ្នាំទៅភាសាយើងធ្វើបានតែម្ដងតែបើនេះគេអាចបាន2ទៅ ER ខ្ញុំធ្វើក្នុងមួយឆ្នាំបាន2ដងទៅសាយើងអត់ត្រូវ ER យើងហ្នឹងមួយសាត្រូវងូនមួយសាមួយឆ្នាំធ្វើបាន50-60បាតគិតជាប្រាក់បើយើងនៅហូបរួចអីបាន2លានប្រហែលជា2លានជាងឯងបានប្រហែល2-3លានចង់បានឲ្យប្រាក់ចំណូលគឺចាប់ពី3តោនទៅចាជាលុយវាចូលក្នុងមួយឆ្នាំចង់បាន2-3លានដែរក្នុងរយៈពេលពេញមួយថ្ងៃលោកប៉ាន់សុខុមស្ទើរតែរកពេលសម្រាកមិនបានគាត់ធ្វើការនៅឯកសិដ្ឋានចិញ្ចឹមសត្វរបស់គាត់ហើយលោកតែងតែឆ្លៀតពេលទៅស្រែដើម្បីពិនិត្យមើលស្រូវដែលដាំដោយបច្ចេកទេសមួយជួរលោកសុខុមជាកសិករគំរូមួយរូបក្នុងឃុំគោកខ្ចកស្រុកកំពង់ត្របែកខេត្តព្រៃវែងលោកបានរៀនសូត្រពីបច្ចេកទេសទាំងនេះដើម្បីបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារខ្ញុំបានរៀនជំនាញបវសហើយនឹងជំនាញចំត្រីជំនាញចិញ្ចឹមសត្វមាន់សត្វជ្រូកកាលខ្ញុំមិនទាន់បានរៀននឹងឃើញថានៅក្នុងសមាជិកក្នុងគ្រួសារខ្ញុំវាខ្វះខាតស្បៀងអាហារនឹងច្រើនក្រោយមកបានអង្គការបដិច្ចបានគ្រប់គ្រងបដិបដាវគ្គចិញ្ចឹមត្រីវគ្គចិញ្ចឹមជ្រូកវគ្គដាំបន្លែរួមផ្សំហ្នឹងឃើញថាគ្រួសារខ្ញុំបានរីកចម្រើនឡើងបើយើងនិយាយអំពីបញ្ហាស្រូវលោកកែបកាណារ៉ូនាយកប្រតិបត្តិរបស់អង្គការសហការដើម្បីអភិវឌ្ឍនៅកម្ពុជាហៅកាត់ថាប៉ាដេចបានលើកឡើងអំពីឧបសគ្គមួយចំនួនរបស់កសិករនៅក្នុងប្រទេសកម្ពុជាក្នុងនោះគឺយើងឃើញថាបើយើងមើលទៅបច្ចេកទេសក្នុងការដាំដុះរបស់គាត់កសិករមួយភាគធំគឺគាត់ប្រើប្រាស់របៀបបុរាណក្នុងការដាំដុះដែលបើនិយាយឲ្យចំទៅគឺបានដាំបានតែមកហូបទេពេលក្នុងករណីដែលមានជ្រុះគ្រោះទឹកចំនួនមកគាត់មិនហូបមិនគ្រប់នោះទៅទៀតបញ្ហាស្រីដែលទី2អំពីបញ្ហាពូជយើងឃើញថាទម្លាប់របស់កសិករគាត់ប្រើពូជដែលមានរយៈពេលវែងអញ្ចឹងហើយបានជាអង្គការបដិច្ចលើកទឹកចិត្តឲ្យគាត់ប្រើប្រាស់ពូជណាដែលមានរយៈពេលខ្លី3ខែឬក៏ចេះអាចថាតិចជាងនឹងក៏បានបញ្ហាមួយទៀតដែលគឺបញ្ហា
ពាក់ព័ន្ធទៅនឹងរឿងប្រព័ន្ធធារាសាស្ត្រកសិករខ្មែរយើងបើសិនជាមានប្រព័ន្ធធារាសាស្ត្រល្អដែលមានទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រែគាត់អាចធ្វើស្រែរហូតបានទៅដល់2 ទៅ 3 ដងក្នុងមួយឆ្នាំមានប្រយោជន៍ច្រើនរូបទី1យើងអាចកាត់បន្ថយពេលវេលាទី2យើងអាចកាត់បន្ថយពូជទី3យើងអាចកាត់បន្ថយការប្រើជីគីមីដែលខ្ញុំសរុបទៅច្រើនជាប់2ហិកតាដែរក្នុង1ហិកតាបានប្រហែលដែរ1ហិកតាហ្នឹងបាន3តោនបើពីមុនយើងអត់ដាំបច្ចេកទេសហ្នឹងយើងបានប្រហែលបានតា2តោនដែរគ្រូហើយវាចំណាយច្រើនចំណាយទី1លើការដកស្ទូងហ្នឹងជួលគេទាំងអស់ហើយដល់ពេលយើងធ្វើស្រូវជួរហ្នឹងយើងស៊ូងតា2នាក់ហើយរយៈពេលតា9ថ្ងៃអាចពេញ1ហិកតាហើយកាលដែលធ្លាប់មិនទាន់បានរៀនបបសហ្នឹងស៊ូងដល់5 ដល់ 10ថ្ងៃនោះឃើញថាវាខាតពេលវេលាច្រើនបន្ទាប់ពីវីដេអូឯកសារខ្លីទាក់ទងទៅនឹងការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករខ្មែរខ្ញុំបាទឈឹមសំណាងសូមស្វាគមន៍ទូរទស្សនិកជនសាជាថ្មីមកកាន់កម្មវិធីអ្នកបន្តវេនចំពោះប្រធានបទថ្ងៃនេះតើវាគ្មិនដែលនឹងត្រូវចូលរួមពិភាក្សាបកស្រាយទៅលើប្រធានបទជានរណានោះខ្ញុំបាទសូមអញ្ជើញទូរទស្សនិកជនមេត្តាតាមដានដូចតទៅបាទសូមអញ្ជើញលោកខាងដើមបាទសូមអរគុណបាទខ្ញុំបាទហ៊ីងសុកសានជាយុវជនតំណាងមកពីគណៈបក្សសិទ្ធិមនុស្សហើយតាំងនាមឲ្យថ្នាក់ដឹកនាំទាំងអស់របស់គណៈបក្សសិទ្ធិមនុស្សសូមជំរាបសួរដល់បងប្អូនជនរួមជាតិនិងសមាជិកសមាជិការបស់គណៈបក្សសិទ្ធិមនុស្សទាំងអស់ជាទីគោរពបាទសូមអរគុណបាទសូមអរគុណលោកហ៊ីងសុកសានបាទជាបន្តសូមអញ្ជើញលោកបាទជំរាបសួរទស្សនិកជនខ្ញុំបាទសៀងសមានតំណាងឲ្យចលនាយុវជនហ្វុនស៊ីនពេជ្របាទសូមអរគុណលោកសៀងសមានបាទសូមអញ្ជើញលោកបន្តជំរាបសួរខ្ញុំបាទឈ្មោះវ៉ាន់ឆមេងជាអតីតយុវជនឆ្នាំចំនួនទី4បាទអរគុណលោកឆមេងបាទសូមអញ្ជើញអ្នកខាងចុងបាទខ្ញុំបាទសូមគោរពទូរទស្សនិកជនទាំងអស់ជាទីគោរពបាទខ្ញុំបាទឈ្មោះតុបសុភ័ក្រជាសកម្មជនយុវជនគណៈបកប្រជាជនកម្ពុជាមកពីខេត្តកណ្ដាលថ្ងៃនេះខ្ញុំបាទមានសេចក្តីរីករាយជាអតិបរមាដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់លើប្រធានបទស្តីអំពីការបង្កើនប្រាក់ចំណូលរបស់កសិករបាទសូមគោរពជាបឋមខ្ញុំសូមគោរពទៅដល់ទស្សនិកជនទាំងអស់ខ្ញុំបាទឈ្មោះធីមសន្ធោមកពីគណៈបកនរោត្តមរណរដ្ឋបាទសូមអរគុណលោកសន្ធោបាទសូមជើញចាសូមជម្រាបសួរទស្សនិកជននាងខ្ញុំឈ្មោះតូនចាន់នារីជាយុវជនមកពីគណៈបកសំរងស៊ីបាទបន្ទាប់ពីបានជ្រាបនៅប្រវត្តិសង្ខេបរបស់វាគ្មិនកិត្តិយសទាំងអស់គ្នាហើយដូច្នេះឥឡូវនេះយើងនឹងចាប់ផ្ដើមពិភាក្សាដេញដោលមតិដូចតទៅបាទជម្រាបសួរបាទវាគ្មិនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមានកិត្តិយសដើម្បីលើកយកនៅសំណួរមួយចំនួនដើម្បីចោទសួរនិងយើងធ្វើការដេញដោលពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបាទហើយប្រធានបទរបស់យើងដែលយើងនឹងទៅជែកនៅក្នុងថ្ងៃនេះគឺដូចជាបានជម្រាបពីខាងដើមអញ្ចឹងគឺការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករខ្មែរបាទដូចនេះខ្ញុំសូមផ្ដើមសំណួរដូចតទៅកាលពីឆ្នាំកន្លងទៅនេះគឺថាក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុញ្ញាតឲ្យមានគម្រោងវិនិយោគដែលមានទឹកប្រាក់រហូតដល់ទៅ$230 លានបាទតាក់ទិនទៅនឹងការវិនិយោគលើវិស័យកសិកម្មហើយភាគច្រើនគឺផ្ដោតទៅលើដំណាំកសិឧស្សាហកម្មនិងការផលិតបាទដែលនៅក្នុងនោះមានដូចជាដំណាំកៅស៊ូការផលិតស្ករសជាដើមទន្ទឹមនឹងនោះប្រាក់ចំណូលប្រជាកសិករគឺនៅមានកម្រិតនៅឡើយតែអ្នកគិតថាមកពីមូលហេតុអ្វីបាននាំឲ្យចំណូលរបស់ពួកគេនៅមានកម្រិតបែបនេះបាទចំពោះសំណួរនេះខ្ញុំបាទសូមផ្ដល់ឱកាសដល់អាយដាមតុបសុភ័ក្របាទសូមជម្រាបបាទអរគុណចំពោះសំណួរដែលអ្នកសម្របសម្រួលលោកបានលើកឡើងតាក់ទងទៅនឹងប្រាក់ចំណូលរបស់កសិករដែលនៅមានកម្រិតនេះមានន័យថាលោកមិនមែនមានកម្រិតទាបទាំងអស់ទេបាទមួយចំនួនធំលោកមានការកើនឡើងប្រាក់ចំណូលរបស់គាត់កើនឡើងច្រើនហើយបាទពីព្រោះលោកមានទាំងគ្រឿងចាក់មានទៅដល់យានយន្តគ្រប់ប្រភេទឬក៏ភាគច្រើនលោកមានយានយន្តយានជំនិះនិងគ្រឿងចាក់សម្រាប់ប្រកបរបរកសិកម្មទាំងអស់នោះអញ្ចឹងមានតែមួយចំនួនតូចទេដែលលោកនៅខ្វះហើយគណៈបកប្រជាជនកម្ពុជាកំពុងតែមានវិធានការដោះស្រាយជួយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះដើម្បីជួយឲ្យពួកគាត់មានប្រាក់ចំណូលកើនឡើងច្រើនដោយប្រជាជនដទៃទៀតដែរបាទសូមអរគុណអាយដាមតុបសុភ័ក្របាទសូមជម្រាបលោកសានបាទចំពោះរូបខ្ញុំវិញខ្ញុំយល់ឃើញថាបើយើងយល់ថាប្រជាពលរដ្ឋសប្តាហ៍ថ្ងៃគាត់មានជីវភាពនឹងយើងដឹងហើយថាគាត់នៅមានការខ្វះខាតនោះរឿងកត្តាសំខាន់របស់កសិករគឺរឿងខ្វះដីធ្លីនេះជារឿងសំខាន់ណាស់ដូច្នេះដំណោះស្រាយជាបន្ទាន់សម្រាប់ប្រជាកសិករ
គឺយើងត្រូវផ្ដល់ដីជូនគាត់សម្រាប់ធ្វើកសិកម្មហ្នឹងគឺយើងធ្វើសម្បទានអាចបដូរពីសម្បទានសេដ្ឋកិច្ចមកសម្បទានសង្គមកិច្ចបន្ទាប់ពីគាត់មានដីធ្វើស្រែចម្ការហើយបើយើងបានផលិតផលហើយយើងទៅរកទីផ្សារជូនគាត់ហើយធានានូវគុណភាពតម្លៃរបស់គាត់ដើម្បីប្រៀបធៀបនឹងការតម្លៃមកពីក្រៅស្រុកដើម្បីយើងធ្វើការប្រៀបគុណភាពដល់ហើយយើងទប់ស្កាត់ការនាំចូលពីក្រៅស្រុកទៅយើងឃើញថាប្រជាពលរដ្ឋទទួលបានផលពីអ្វីដែលគាត់ធ្វើហ្នឹងគឺទទួលបានជីវភាពទូធាបាទចុះកញ្ញាស៊ីណាវិញបាទយកឃើញមិនបាទទន្ទឹមទៅនឹងមានផលដំណាំទៅលើទីផ្សារហើយចាគឺយើងត្រូវតែមានបច្ចេកទេសសម្រាប់ជូនពួកគាត់បច្ចេកទេសគឺមានន័យថាឲ្យពួកគាត់បានយល់ពីជំនាញធ្វើស្រែចម្ការហ្នឹងឲ្យបានច្បាស់លាស់ហើយឲ្យពួកគាត់ហ្នឹងចេះស្គាល់ថាដីហ្នឹងគឺត្រូវជាមួយនឹងជីប្រភេទយ៉ាងម៉េចហើយឲ្យគាត់ចេះស្គាល់ពូជស្រូវឬក៏ពូជដំណាំដើម្បីឲ្យពួកគាត់យកទៅដាក់ដាំដុះទៅឲ្យមានផលបានល្អបាទសូមអរគុណកញ្ញាណារីបាទឥឡូវខ្ញុំសូមផ្ដើមនៅសំណួរមួយទៀតក្រៅពីស្រូវនិងដំណាំកសិឧស្សាហកម្មតើផលិតផលកសិកម្មអ្វីខ្លះដែលអ្នកគិតថាជួយផ្ដល់កំណើនចំណូលដល់កសិករបាទសូមជួយលោកសំអានបាទក្រៅពីដំណាំកសិកម្មដែលទៅដំណាំស្រូវកសិកម្មស្រូវនិងកសិឧស្សាហកម្មតើមានផលដំណាំអ្វីផ្សេងទៀតដែលជួយសម្រាប់បង្កើនប្រាក់ចំណូលដល់កសិករបាទខ្ញុំតាមគិតថាទៅក្រៅពីដំណាំស្រូវហ្នឹងទៅគាត់មានគាត់អាចមានទៅដាំជាដំណាំដូចជាផ្លែឈើឬក៏ដំណាំផ្សេងទៀតដូចជាផ្លែឈើអ្វីខ្លះដូចជាសម្ដៅដូចជាចន្ទីឬក៏អលឹកឬក៏អីហ្នឹងក៏អាចជួយលើកស្ទួយជីវភាពគ្រួសារគាត់បានដែរអញ្ចឹងទន្ទឹមហ្នឹងបើសិនតែគាត់ក្រៅពីអ្វីដែលគាត់ធ្លាប់ដាំស្រូវហ្នឹងគាត់ព្យាយាមថាម៉េចទោះជាដីដូចវាគ្មិនយើងធ្លាប់និយាយពីមុនអញ្ចឹងគាត់ថាដីមិនមានតិចអញ្ចឹងប៉ុន្តែយើងព្យាយាមកុំទុកដីឲ្យទំនេរយើងត្រូវការបង្ហាត់បង្រៀនឲ្យគាត់វាមានបច្ចេកទេសត្រឹមត្រូវហើយដើម្បីគាត់ធ្វើអាកសកម្មឲ្យបាន2ទៅ3ដងហើយណាមួយត្រូវទន្ទឹមយើងបំពេញសមត្ថភាពហើយយើងទាមទារឲ្យត្រូវរកទីផ្សារមួយសម្រាប់ពួកគាត់ដើម្បីគាត់អរគុណច្រើនលោកសមានជឿលោកសន្ធូវិញបាទលោកគិតថាផលដំណាំអ្វីទៀតដែលអាចជួយដល់បង្កើនបាទមានផលដំណាំជាច្រើនដូចជាការបណ្ដុះផ្សិតដូចជាដំណាំបន្លែបង្ការដូចជាទ្របពីប៉ោះសក់ទីបន្ទូចហ្នឹងសិតតែមុខរបរដែលថាប្រជាពលរដ្ឋអាចបង្កើនប្រាក់ចំណូលបានដូច្នេះយើងត្រូវមានវិធានការមួយគណៈបកនៅដំណារិទ្ធមានគោលនយោបាយបង្ហាត់បង្រៀនវិជ្ជាជីវៈកសិកម្មទៅដល់ប្រជាកសិករឲ្យគាត់ចេះប្រើប្រាស់ធនធានដីគាត់ឲ្យអស់លទ្ធភាពអស់សមត្ថភាពបានឲ្យគាត់ចេះប្រើប្រាស់ជីគីមីហ្នឹងឲ្យត្រូវលក្ខណៈសន្តានដីឲ្យគាត់ចេះប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឲ្យសមមាត្រទៅនឹងថាដំណាំដែលគាត់ធ្វើហ្នឹងដូច្នេះធ្វើឲ្យបង្កើនប្រាក់ចំណូលកាលណាគាត់ចេះប្រើប្រាស់ធនធានមានប្រើប្រាស់ធនធានចំគោលដៅហ្នឹងគាត់អាចបង្កើនប្រាក់ចំណូលបានបាទសូមអរគុណលោកសំធូឥឡូវចេះបាទលោកមេងឥឡូវលោកមេងអាចឆ្លើយនៅសំណួររបស់ខ្ញុំបន្តទៀតក៏បានដែរដោយសារឥឡូវយើងគិតថាគាត់ផលិតបានលទ្ធផលផលិតបានផលហើយមិនហ្នឹងទេតែភាគច្រើនផលដំណាំរបស់គាត់ដែលចង់លក់ទៅណាភាគច្រើនតម្លៃគឺស្ថិតនៅលើមាត់ឈ្មួញកណ្ដាលតើលោកមេងយល់យ៉ាងម៉េចដែរចំពោះបញ្ហានេះបាទសម្រាប់បញ្ហានេះគឺធ្លាប់មានខ្ញុំធ្លាប់មានបទពិសោធន៍ផ្ទាល់តែម្ដងគឺតើតើយើងជួយឲ្យសហគមន៍ទាំងអស់នោះគាត់បង្កើតជាសមាគមមួយបាទដើម្បីឲ្យគាត់ចេះចែករំលែកហើយជួយគ្នាទៅវិញទៅមកក្នុងការដាំដំណាំបច្ចេកទេសក្នុងការផ្ដល់បច្ចេកទេសដាំដំណាំក្នុងការប្រកបមុខរបរផ្សេងដូចថាលើកតំបន់គាត់តើមានតំបន់សក្តានុពលអីខ្លះតើមានធនធានសក្តានុពលខ្លះបើសិនបើគាត់នៅក្បែរទឹកតើគាត់ត្រូវចិញ្ចឹមត្រីរបៀបម៉េចតើបច្ចេកទេសចិញ្ចឹមត្រីរបៀបម៉េចបើសិនបើគាត់មានដីតើគាត់ត្រូវដាំបន្ទាប់ពីដាំស្រូវតើគាត់ត្រូវដាំបន្លែអ្វីខ្លះដើម្បីផ្គត់ផ្គង់បន្ទាប់ពីគាត់ធ្វើស្រូវបើគាត់មានព្រៃតើគាត់ត្រូវបង្កើតសហគមន៍ព្រៃឈើដើម្បីទាញផលនិងអនុផលព្រៃឈើទាំងនោះដើម្បីបង្កើតដោយសារលោកឆ្លើយវាមិនបានចំទៅនឹងសំណួររបស់ខ្ញុំចង់ដឹងថាឥឡូវហ្នឹងផលិតផលភាគច្រើនដែលប្រជាពលរដ្ឋលោកផលិតបានហ្នឹងតម្លៃគឺស្ថិតនៅលើឈ្មោះកណ្ដាលចុះលោកសារឿងហ្នឹងវាកត្តាសំខាន់ណាស់ដែលជាការយកចិត្តទុកដាក់របស់គណៈបក្សសិទ្ធិនោះតែម្ដងដោយគឺសំខាន់ដោយថាឈ្មោះវាយតម្លៃដោយសារតែកសិករហ្នឹងគាត់អត់ទាន់បានចងក្រងជាសមាគមរបស់ខ្លួនហើយនឹងមានដើម្បីឲ្យឈ្មោះហ្នឹងអាចកំណត់តម្លៃបានដល់តាមចិត្តមួយទៀតបើយើងមានដំណោះស្រាយពេលដែលគាត់ផលិតបានហើយបើសិនឈ្មោះអាចកំណត់ថ្លៃអញ្ចឹងយើងមានសមាគមគាត់ធានាមួយទៀតយើងអាចលើកទឹកចិត្តឲ្យកសិករហ្នឹងគាត់បង្កើតជាសិប្បកម្មឬក៏សហគ្រាសអាចកែច្នៃផលដែលគាត់ផលិតបានទាំងផលិតផលកសិឧស្សាហកម្មឬក៏ផលិតផលរួមផ្សំដំណាំរួមផ្សំដែលគាត់ធ្វើបានហ្នឹងយើងអាចច្នៃវាទៅជារបស់ក្រៀមហើយអាចលក់បាននៅទីផ្សារចុះអាយដាមទប់សុភ័ក្រលោកយល់យ៉ាងណាដែរចំពោះវាគ្មិនដែលលើកឡើងថាមិនទាន់បានចងក្រងជាសមាគមកសិករនេះខ្ញុំបាទអត់យល់ស្របទេព្រោះថាបច្ចុប្បន្ននេះនៅតាមទីជនបទយើងមានសមាគមជួយកសិកររួចទៅហើយកន្លងមករដ្ឋាភិបាល
và ban khẩn khom dạng khăng trong pu ca nghi cả sĩ có ní vì phú vật tê chiết cam vật tê rồi bỏ dưỡng vì bưng phải từ lư vì sai cả sĩ cam và mùi phần này thùng đối chứ này và mà cung cả sĩ có miên rồi hai bỏ sân bảo mua những con nơi tay bằng thao đầm lầy đòi mình vô từ lư mà cung chui cả sĩ có ní đi tha bị bán bàn chặt thiên này cả miên thay ní cứ bàn oi thì ní kia bị vọt thì ní kia bị vọt chun bọt bà đo nơi cầm chay ăn tiên cho môi công hôn ai cái chun môi chum nuốt nằm bay promo tinh nơi cả sĩ Paul rồi bóp ôn cả sĩ co chứ bên nút lại chum nuốt con nơi tại can lang hai mình ai mình thao đầm lầy to là tiền bà mấy lúc thôi trong một trận dọn bà xong chừng ông pi bánh hà là ta muốn con bộ áp đầm lầyผลิต Paul rồi chỉ cả sĩ co ผลิต bàn hỏi ní cứ bà dân kịch tử thôi cái thà trong dân thôi chẳng là bay chui cọt không và cái nắp pan nó rất miên côn nhiều bài xoay như đọc tì xa xoay như đọc tì xa nơi không sốc cái đấy nơi không sốc cái đấy ao mà bình vô từ tua tinh rồi bỏ được chứ nét bởi chia cả sẽ có ผลิต bàn hỏi dương xoay đọc tì xa cho con mình mua mà từ tua tính được chứ nét có ผลิต cả sẽ có ผลิต bánគាត់មិនភ័យព្រួយបារម្ភថានៅសល់មិនភ័យព្រួយបារម្ភថាគ្មានអ្នកទិញអីទេបាទកញ្ញាណារីប្រហែលជាចង់បន្ថែមយោបល់បាទសូមជឿចាតកតងទៅនឹងលក់ផលិតផលចេញទៅក្រៅស្រុកបាទលក់ផលិតផលចេញក្រៅស្រុកប្រទេសកម្ពុជាយើងគឺជាប្រទេសកសិកម្មហើយអញ្ចឹងគឺធ្វើផលដំណាំមកគឺជាមានន័យថាជាដំណាំដាំដុះគ្រប់បែបយ៉ាងប៉ុន្តែតកតងហ្នឹងតកតងទៅលើឈ្មោះកណ្ដាលចាខ្ញុំដឹងហើយតែឈ្មោះកណ្ដាលប្រទេសជិតខាងគឺមានការនាំចូលអញ្ចឹងហើយឈ្មោះកណ្ដាលគឺទម្លាក់តម្លៃរបស់ប្រជាកសិករយើងទម្លាក់យ៉ាងម៉េចព្រោះតែមានតំណែងនាំចូលពេញតំណងចូលអញ្ចឹងទៅផលដំណាំដែលពួកគាត់ធ្វើបានគឺឈ្មោះកណ្ដាលទម្លាក់តម្លៃអញ្ចឹងដើម្បីកាត់កុំឲ្យមានការទម្លាក់តម្លៃនឹងឡើងគឺត្រូវតែផលិតផលដែលនាំចូលពីប្រទេសក្រៅមិនមែនថាយើងមិននាំចូលទេយើងនាំចូលប៉ុន្តែយើងនាំចូលផលិតផលដែលចាំបាច់តែត្រូវនាំចូលអញ្ចឹងយើងមិនចាំបាច់នាំចូលទេផលិតផលដែលមានក្នុងស្រុកអញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យផលិតផលក្នុងស្រុកកើនឡើងអញ្ចឹងធ្វើឲ្យតម្លៃរបស់ប្រជាកសិករឡើងខ្ពស់អញ្ចឹងធ្វើឲ្យប្រជាកសិករអាចមានប្រាក់ចំណូលបានបាទសូមអរគុណកញ្ញាណារីអញ្ចឹងជាបន្តទៅទៀតខ្ញុំបានសូមឈានទៅដល់សំណួរមួយទៀតឥឡូវខ្ញុំជំរាបសួរលោកម៉េងម្ដងបាទតើគួរមានដំណោះស្រាយឬវិធានការយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូលដល់កសិករបាទដើម្បីបង្កើនចំណូលដល់កសិករគឺយើងមានវិធានការពីរទី1បង្រៀនកសិករឲ្យគាត់ចេះធ្វើកសិកម្មមានន័យថាគឺយើងបង្រៀនឲ្យគាត់ចេះផលិតជីធម្មជាតិជីជាងទៅទិញជីជាតិជីគីមីដើម្បីមកប្រើប្រាស់ដែលគាត់ចំណាយថវិកាច្រើនទី2គឺយើងជំរុញឲ្យគាត់បង្កើតសហគមន៍សមាគមជាច្រើនដើម្បីឲ្យគាត់ជួយចែករំលែកបទពិសោធន៍គ្នាគឺមាន4ចំណុចគឺទី1យើងសិក្សាអំពីតំបន់សក្តានុពលបាទធនធានសក្តានុពលទី2គឺយើងផ្ដល់បច្ចេកទេសនិងគ្រប់គ្រងថវិកាមួយចំនួនទៅឲ្យគាត់ទី3គឺយើងសិក្សាអំពីទីផ្សារតើផលិតផលតើដំណាំបែបណាតើដែលគាត់គួរឬនឹងអាចលក់នៅលើទីផ្សារបានចំណុចទី4ដែលសំខាន់បំផុតនោះគឺយើងនឹងពង្រឹងសមត្ថភាពនិងចំណេះដឹងគាត់បន្ថែមបើសិនបើសមត្ថភាពនឹងចំណេះដឹងគាត់មិនគ្រប់គ្រាន់នៅពេលដែលគាត់ធ្វើទៅផលិតផលមិនអាចលក់ទៅទីផ្សារបានធ្វើឲ្យគាត់បាត់បង់ប្រាក់ចំណូលបន្ថែមហើយធ្វើឲ្យគាត់បាក់ទឹកចិត្តទៀតបាទចូលលោកសំអានលោកមានដំណោះស្រាយទេបាទខ្ញុំគាត់ចង់បន្ថែមជាមួយលោកវិក្កាមិនបន្ថែមបន្តិចទៅលើចំណុចហ្នឹងដោយសារអ្វីដែលគាត់រៀបរាប់មកខ្ញុំឯកភាពលើគាត់ប៉ុន្តែខ្ញុំគាត់ចង់បន្ថែមទៅនៅចំណុចមួយទៀតដែលថាដើម្បីបង្កើនប្រាក់ចំណូលហ្នឹងទៅយើងមានទីផ្សារអីគ្រប់គ្រាន់ហើយប៉ុន្តែយើងចង់បានអ្វីដែលវាខុសពីដំណាំស្រូវហ្នឹងយើងទៅខ្ញុំមើលឃើញនៅវិស័យកែច្នៃចំណីអាហារវានៅមានកម្រិតឡើយអញ្ចឹងយើងទាមទារដើម្បីបង្កើតអាហ្នឹងឲ្យវាបានច្រើនតិចដើម្បីវាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាហើយណាមួយលើកទឹកចិត្តសម្រាប់ប្រជាជនកម្ពុជាដែលគាត់ធ្វើកសិកម្មហ្នឹងយើងកុំគិតថាទៅគ្មានទៅទីផ្សារសម្រាប់គាត់តាមពិតទៅអាបញ្ហាស្បៀងហ្នឹងទោះជាមានវិបត្តិនៅអឺរ៉ុបក៏ដោយអាហ្នឹងវាជាបញ្ហាសំខាន់ណាទោះជាមានវិបត្តិយ៉ាងណាក៏យើងអាចនាំចេញទៅបានច្រើនដែរបាទសូមអរគុណសូមជឿលោកសានបាទខ្ញុំឃើញវាគ្មិនលើកឡើងបាទខ្ញុំគ្រប់គ្រងចំណុចខ្លះប៉ុន្តែអ្វីដែលមុំនឹងគាត់បានផលិតផលសម្រាប់ការនាំចេញក្តីហ្នឹងសំខាន់គឺប្រភពដើមគឺត្រូវតែមានដីធ្វើស្រែហ្នឹងមកគឺថាសំខាន់គឺត្រូវតែមានដីកសិកម្មជាប្រភពដើមបើអត់មានផ្ដល់ដីកសិកម្មទេគឺថាគាត់មានដីបណ្ដាយ៉ាងម៉េចដើម្បីគាត់មានដីបាទចឹងបានវិធានការគឺគណៈបព្វជិនោះគឺយើងនឹងការដឹកនាំរដ្ឋាភិបាលគឺយើងសំខាន់គឺបដូរដីសម្បទានសេដ្ឋកិច្ចមកសម្បទានសង្គមគិច្ចយើងដឹងថាឥឡូវនេះបើតាមខ្ញុំដឹងគឺក្រុមហ៊ុនដែលទទួលដីសម្បទានពីរដ្ឋាភិបាលបច្ចុប្បន្នគឺបើតាមក្រសួងកសិកម្មវិញគឺមានប្រមាណជា86កន្លែងតែបើតាមអង្គការ NGO Forum នេះថាមានរហូតដល់229កន្លែងហើយមានផ្ទៃដីទំហំរហូតដល់1,41,144ហិកតា
ដីនេះធំណាស់បើសិនយើងយកដីនេះមកជូនកសិករបង្វែរពីសម្បទានសេដ្ឋកិច្ចមកសម្បទានសង្គមកិច្ចវិញគឺប្រជាពលរដ្ឋយើងមានដីធ្វើស្រែចម្ការគ្រប់គ្រាន់ហើយក៏បានផលិតផលមកល្អបាទសូមអរគុណលោកសានបាទសូមជើញលោកសន្ធោបាទដល់លោកសុកសានគាត់បាននិយាយចឹងបើសិនជាមានដីហើយក៏មិនអាចប្រកាសថាយើងអាចប្រកាន់ដាក់ចំណូលរបស់ប្រជាកសិករបានដែរប៉ុន្តែគណៈបកនៅដំរិនមានគោលនយោបាយទៅលើបញ្ហា3សំខាន់ទី1គឺបញ្ហាហេដ្ឋារចនាសម្ព័ន្ធដូច្នេះគណៈបកដំរិននឹងសាងសង់ផ្លូវស្ពានឲ្យបានច្រើនទៅគ្រប់ទីជនបទគ្រប់ទីកន្លែងហើយទី2គឺបញ្ហាបច្ចេកទេសបានន័យថាគណៈបកដំរិននឹងស្វែងរកគ្រាប់ពូជឲ្យសមទៅនឹងលក្ខណៈផ្ទៃដីកសិកម្មរបស់ប្រជាកសិករព្រោះផ្ទៃដីប្រជាកសិករនៅប្រទេសកម្ពុជាយើងមានដីភ្នំដីលិចទឹកដីល្បប់ដីលបាយដីក្រហមដីខ្មៅដូច្នេះឲ្យយើងរកគ្រាប់ពូជឲ្យសមសមមាត្រទៅនឹងផ្ទៃដីហើយតែនោះគណៈបកដំរិននឹងបង្កើតឲ្យមានភ្នាក់ងារបង្រៀនវិជ្ជាជីវៈកសិកម្មឲ្យគាត់ជាប្រាស់ទុនធានដីគាត់ឲ្យអស់លទ្ធភាពអស់សិទ្ធិភាពហើយទី3ជាផ្សេងនេះគឺបញ្ហាទីផ្សារបញ្ហាតម្លៃគឺថាគណៈបកដំរិននឹងស្វែងរកទីផ្សារជូនប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យមកទិញពីផលិតផលរបស់គាត់បាទសូមអរគុណលោកសន្ធោឥឡូវខ្ញុំសូមសួរសំណួរនេះផ្ទាល់ទៅឯកឧត្តមតបសុភ័ក្រម្ដងថាតើការធ្លាក់ចុះផលិតផលកសិកម្មអាចប៉ះពាល់យ៉ាងណាដល់សេដ្ឋកិច្ចជាតិខណៈពេលដែលប្រទេសកម្ពុជាមានប្រជាកសិករប្រមាណជា 80% បាទការធ្លាក់ចុះបាទនៅផលិតផលកសិកម្មនេះវាប៉ះពាល់ដល់សេដ្ឋកិច្ចហើយក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំផ្ទាល់របស់គណៈបកប្រជាជនកម្ពុជាបានខិតខំកសាងស្ដាររហូតមកដល់ពេលបច្ចុប្បន្ននេះយើងឃើញថាវាធ្លាក់ចុះនោះវាមានកម្រិតនៅតិចតួចនៅឡើយទេអញ្ចឹងយើងបានស្ដារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មកប្រព័ន្ធធារាសាស្ត្រសពគ្រប់ដល់បងប្អូនកសិកររបស់យើងដើម្បីឲ្យគាត់ប្រកបរបរកសិកម្មនឹងទទួលបានប្រាក់ចំណូលខ្ពស់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់គាត់ដូច្នេះបាទការធ្លាក់ចុះនេះយើងនឹងខិតខំបន្តទៅទៀតដែលការធ្លាក់ចុះនោះមានកម្រិតនេះវាមិនមែនថាធ្លាក់ទៅដល់ចំណុច0នោះទេព្រោះយើងខំកសាងតាំងពីចំណុច0មកដល់ពេលបច្ចុប្បន្ននេះគឺការរីកចម្រើនខ្លាំងណាស់អញ្ចឹងវានៅមានខ្វះខាតយើងទទួលស្គាល់ថានៅមានចំណុចខ្វះខាតប៉ុន្តែយើងខិតខំស្ដារបន្ថែមតទៅទៀតដើម្បីឲ្យកសិកររបស់យើងលោកមានជីវភាពទូធាហើយកាត់បន្ថយនូវភាពក្រីក្រនេះដែលជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាបាទចុះចំពោះកញ្ញាណារីវិញបាទសូមជឿកញ្ញានៅក្នុងនាមគណៈបកសំស៊ីចាដើម្បីកាត់បន្ថយទីមួយយើងត្រូវផ្ដល់ដីជូនពួកគាត់ដល់ដីដែលសមរម្យដល់ពួកគាត់បង្រៀនពួកគាត់ពីវិជ្ជាជីវៈចាឲ្យគាត់ចេះមើលពីដំណាំពូជស្រូវរបស់ពួកគាត់កំណត់ទៅលើពូជស្រូវហើយការដាំធម្មតាជាកសិករមិនមែនថាមានតែការដាំដុះមួយមុខទេសូម្បីតែការចិញ្ចឹមសត្វគ្រប់បែបយ៉ាងក៏ជាកសិករដូចគ្នាបាទកញ្ញាណារីអាចទាញអារម្មណ៍បន្តិចបាននេះព្រោះមិញសំណួររបស់ខ្ញុំចង់សួរថាតើការធ្លាក់ចុះផលិតផលកសិកម្មអាចប៉ះពាល់យ៉ាងណាខ្លះដល់សេដ្ឋកិច្ចជាតិចាគឺអាចមានការប៉ះពាល់ចាប្រសិនបើកសិករមិនមានដីធ្វើស្រែចម្ការហើយមិនបានយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងទេគឺមានបញ្ហាប៉ះពាល់ជាច្រើនដែលធ្វើឲ្យវិជាកសិករយើងជួបបញ្ហាជាមួយនឹងការប្រឈមមុខទៅនឹងភាពក្រីក្រគ្រប់បែបយ៉ាងចា៎បាទសូមជម្រាបលោកសានបាទរឿងការធ្លាក់ចុះនៃធ្វើឲ្យជីវភាពប្រជាពលរដ្ឋគាត់ធ្លាក់ចុះនេះគឺប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ណាស់ពីព្រោះអ្នកណាជាអ្នកបង់ពន្ធជូនរដ្ឋគឺប្រជាពលរដ្ឋជាអ្នកបង់ពន្ធហើយបើសិនផលិតផលដែលគាត់ផលិតបានហើយពុំមានទីផ្សារនាំចេញតើគាត់បានចំណូលពីណាយកមកទិញផលិតផលប្រើប្រាស់ទិញគ្រឿងហូបចុកហើយទៅបង់ពន្ធជូនរដ្ឋដូច្នេះនេះកត្តាសំខាន់គឺដើម្បីឲ្យកុំឲ្យធ្លាក់ចុះជីវភាពនេះគឺយើងត្រូវតែរកទីផ្សារជូនប្រជាពលរដ្ឋផលិតបានហើយនាំចេញហើយផលិតផលអស់ហ្នឹងគឺត្រូវតែមានគុណភាពអាចនាំចេញឲ្យមានកម្រិតស្តង់ដារតាមមួយទៅតាមទីផ្សារនេះមួយឧទាហរណ៍យើងចង់នាំអង្ករចូលទៅប្រទេសជប៉ុនបើគុណភាពអង្ករយើងមិនអាចស្មើនឹងគុណភាពអង្ករជប៉ុនក៏អាចនាំចូលទេអញ្ចឹងយើងត្រូវពង្រឹងគុណភាពបាទសំខាន់ពង្រឹងគុណភាពហើយរកទីផ្សារជូនប្រជាពលរដ្ឋអញ្ចឹងគឺថាផលិតផលដែលគាត់ផលិតបានហ្នឹងអត់ទៅសល់ទេហើយអត់ទៅសល់ទេអត់អាចធ្លាក់ចុះនៅតំបន់បាទសូមអរគុណលោកសានហើយសូមអរគុណលោកសន្ធោមកដែរឥឡូវខ្ញុំចង់សួរសំណួរមួយនេះទៅលោកមេងម្ដងដើម្បីជួយលោកមេងជួយបកស្រាយតើយើងគួរមានវិធានការយ៉ាងណាដើម្បីពង្រឹងនិងបង្កើនបច្ចេកទេសកសិកម្មរបស់កសិករក៏ដូចជាផលិតផលកសិកម្មបាទសូមជឿបាទសូមអរគុណដើម្បីពង្រឹងកសិករឲ្យគាត់ចេះធ្វើកសិកម្មទី1គឺយើងត្រូវផ្ដល់បច្ចេកទេសហើយនឹងថវិកាជូនដល់គាត់ជួនកាលបច្ចេកទេសអ្វីខ្លះបាទទី1របៀបថាបង្រៀនដាំបន្លែតែយើងត្រូវគាត់ដាំយ៉ាងម៉េចតើដីរបស់គាត់អាចដាំបន្លែប្រភេទណាបានដែលអាចយកទៅផ្គត់ផ្គង់ទីផ្សារការផលិតជីគាត់អញ្ចឹងយើងបង្រៀនគាត់ផលិតជីធម្មជាតិជាជាងឲ្យគាត់ទៅទិញជីគីមីដែលមិនប្រើប្រាស់គាត់ចំណាយថវិកាច្រើនទៀតមួយទៀតនោះគឺយើងសិក្សាអំពីថាតើទីផ្សារដែលគាត់ផលិតហ្នឹងតើគាត់ផលិតហ្នឹងទៅចោលជាមួយនឹងផលិតផលរបស់គេឬក៏ថាទីផ្សារគេតម្រូវឲ្យមានត្រូវការផលិតផលបន្ថែមបាទមួយទៀតនោះគឺយើងពង្រឹងសមត្ថភាពគាត់បន្ថែមនៅពេលដែលយើងជួនកាលកសិករខ្លះគាត់អត់ចេះកត់ត្រាទេគាត់គាត់ដាំហើយយកទៅលក់គាត់បានលុយគាត់ថាគាត់ចំណេញអញ្ចឹងយើងពង្រៀន
ពង្រៀនពង្រឹងសមត្ថភាពគាត់ឲ្យគាត់ចេះគាត់ត្រាស់តាគាត់ធ្វើអាជីវកម្មហ្នឹងតើគាត់ត្រូវធ្វើផែនការតើគាត់ត្រូវចំណាយដើមទុនអស់ប្រមាណតើគាត់នឹងជួបហានិភ័យអ្វីខ្លះអញ្ចឹងគាត់ត្រូវធ្វើអញ្ចឹងគាត់ក្រុមថវិកាមួយមិនគាត់បន្ទាប់មកទើបគាត់ធ្វើអាជីវកម្មហ្នឹងអញ្ចឹងទើបគាត់អាចបង្កើនប្រាក់ចំណូលបាទសូមអរគុណលោកមេងដែលបានបកបាទសូមជឿលោកសន្ធុបាទចាប់អារម្មណ៍ចំពោះការមហាត់រៀនឲ្យជាកសិករធ្វើជីកំប៉ុស្តប៉ុន្តែសភាពជាក់ស្ដែងប្រជាកសិករនៅប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃខ្ញុំសួរថាតើប្រជាកសិករយើងប្រើប្រាស់ជីធម្មជាតិបានប្រមាណ%ហើយប្រើប្រាស់ជីបានប្រមាណ%បានន័យថាប្រជាកសិករនៅប្រទេសកម្ពុជាយើងក៏ប្រើប្រាស់ជីគីមី 90% ប្រជាកសិករយើងប្រើប្រាស់ជីធម្មជាតិបាន 10% ទេដូច្នេះគណៈបានឧត្តមរដ្ឋមានគោលនយោបាយរកអាជីវករដែលរកអាជីវករធំតូចដែលលក់ជីគីមីទាំងប្រមាណឲ្យគាត់ចេះរូបមន្តឲ្យបានច្បាស់ធម្មតាប្រជាកសិករគាត់ទៅទិញជីគីមីនេះអាជីវករហ្នឹងគាត់បង្ហាត់មករៀនថាតើត្រូវប្រើជីគីមីនឹងទៅលើផ្ទៃដីក្នុងហិកតាប្រមាណគីឡូក្រាមទ្រាប់បាតប្រមាណដាក់ជីគុំប្រមាណដូច្នេះប្រជាកសិករគាត់ប្រើតាមរូបមន្តទៅមិនខូចដីក៏មិនសូវខូចប៉ុន្តែគាត់បង្កើនទិន្នផលខ្ពស់ទៀតបាទប៉ុន្តែគណៈបានដំណរិទ្ធនៅតែជំរុញលើកទឹកចិត្តឲ្យគាត់ប្រើប្រាស់និងបង្កើតជីកំប៉ុស្តនៅដដែលអរគុណលោកសន្ធុចុះកញ្ញានារីវិញក្នុងនាមគណៈបកសមស៊ីវិញចាយើងទទួលស្គាល់ហើយថាគាត់បាននិយាយបកស្រាយខាងលើមកប៉ុន្តែយើងក៏ត្រូវតែគាត់ក៏ត្រូវប្រជាកសិករក៏គាត់ត្រូវតែមានលុយកាក់ផ្ទាល់ខ្លួនដែរចាគណៈបកសមស៊ីនឹងជួយរកអង្គការវិនិយោគដើម្បីឲ្យពួកគាត់នឹងមានការខ្ចីលុយប៉ុន្តែដោយយកការប្រាក់ទាបបំផុតសម្រាប់ប្រជាកសិករដើម្បីឲ្យពួកគាត់ងាយស្រួលនៅក្នុងការយកលុយឬក៏ទៅប្រើប្រាស់ឬក៏ទៅទិញសម្រាប់ជីឬក៏សម្រាប់ធ្វើស្រែចម្ការរបស់ពួកគាត់បាទសូមអរគុណបាទសូមជឿលោកសានបាទចេះខ្ញុំគិតថារឿងការបង្ហាត់បង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងពីបច្ចេកទេសធ្វើកសិកម្មវាអត់ទាន់គ្រប់គ្រាន់ទេកត្តាលើកទឹកចិត្តជារឿងសំខាន់ពួកប្រជាពលរដ្ឋខ្មែរយើងទោះបីជាគាត់ចេះបច្ចេកទេសបើអត់មានការលើកទឹកចិត្តទេគាត់ចូលចិត្តធ្វើកសិកម្មតាមបែបយថាកម្មពឹងផ្អែកលើធម្មជាតិគឺយើងនឹងជំរុញលើកទឹកចិត្តគាត់ឲ្យគាត់នឹងយកអ្វីដែលគាត់រៀនសូត្រហើយគាត់យកទៅដូចថាទៅដាំដំណាំរួមផ្សំឬក៏ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបាទភ្ជាប់ពីអ្វីដែលលោកសានគាត់មានប្រសាសន៍បែបនេះខ្ញុំសូមវិលទៅឯកឧត្តមតបសុភ័ក្រម្ដងដែលថាលោកចង់បានដល់នេះខ្ញុំចង់សួរសំណួរមួយទៀតដើម្បីភ្ជាប់គ្នាណាទន្ទឹមនឹងការលើកទឹកចិត្តឲ្យកសិករស្វែងរកប្រាក់ចំណូលបន្ថែមតាមរយៈការជំរុញបាទឲ្យពួកគាត់ធ្វើអ្វីសពបីយ៉ាងលើទឹកដីដែលមានស្រាប់អស់លទ្ធភាពអញ្ចឹងណាតែសំខាន់មួយទៀតចំណោទមួយតាក់ទងនឹងគេថាទុនតែឯកឧត្តមយល់ថាយើងគួរមានវិធានការបែបណាដើម្បីឲ្យគាត់អាចបានទុនយកមកផលិតអ្វីនៅលើទឹកដីរបស់នៅលើដីរបស់គាត់ដែលមានបាទសូមជឿឯកឧត្តមបាទអរគុណចំពោះសំណួររបស់លោកសម្រាប់សម្រួលបាទអ្វីដែលវាគ្មិនខាងដើមលោកបានលើកឡើងនេះគណៈបព្វជិជនកម្ពុជាបានធ្វើរួចមកហើយតាក់ទងទៅនឹងទុនជូនបងប្អូនប្រជាពលរដ្ឋនេះយើងមានធនាគារអភិវឌ្ឍជនបទឬក៏មានធនាគារភូមិហើយរាជរដ្ឋាភិបាលកម្ពុជាគណៈបព្វជិជនកម្ពុជាបានបាទខិតខំបាទសហការជាមួយនឹងវិស័យឯកជនដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋយើងនៅកម្រិតការប្រាក់មួយទៀតសម្រាប់ជួយសម្រួលនៅក្នុងការខ្ចីយកប្រាក់ទៅនោះទៅធ្វើរបរកសិកម្មរបស់គាត់ដើម្បីទទួលបានប្រាក់ចំណូលបានច្រើនបាទដូច្នេះបាទវិស័យឯកជននេះដើរតួសំខាន់ណាស់ហើយគណៈបព្វជិជនកម្ពុជាសហការយ៉ាងជិតស្និទ្ធអស់លោកឃើញស្រាប់ហើយពេលបច្ចុប្បន្ននេះមកដល់ពេលបច្ចុប្បន្ននេះយើងឃើញនៅតាមទីជនបទគឺមានធនាគារភូមិមានធនាគារអភិវឌ្ឍជនបទបាទសពគ្រប់ទីកន្លែងយើងថាមិនទូទាំងប្រទេសទេមិនថាគ្រប់កន្លែងទាំងអស់ប៉ុន្តែភាគច្រើនគឺយើងបានទទួលរួចហើយបាទអញ្ចឹងការបង្កើនប្រាក់ចំណូលរបស់គាត់អាចនឹងខ្ចីការប្រាក់ទាបគឺជាកម្រិតមួយសមរម្យជិះវៀងទៅការខ្ចីនៅធនាគារផ្សេងមានការប្រាក់ខ្ពស់បាទធ្វើឲ្យគាត់ច្រើនឯកឧត្តមបាទឥឡូវសូមជិះលោកសំអានម្ដងលោកសំអានហាក់បីដូចជាស្ងប់ស្ងាត់បាទមើលសូមជិះលោកសំអានមានច្បល់អ្វីតាក់ទងទៅនឹងបញ្ហានេះបាទសូមបាទខ្ញុំសូមចូលរួមចំណែកជាមួយនឹងលោកវាគ្មិននឹងដែរនៅក្នុងការរបៀបបង្កើតប្រាក់ចំណូលសម្រាប់ជាកសិករលោកសំអាតគឺថាយើងគួររកវិធីសាស្ត្របែបណាដើម្បីឲ្យប្រជាកសិករនោះលោកអាចបានទុនយកទៅប្រើប្រាស់បាទសំខាន់នេះទៅយើងសំខាន់ការជំនាញឲ្យគាត់របរកសិកម្មយើងមិនសំខាន់លើជំនាញយើងប្រហែលទេសំខាន់យើងត្រូវរកដើមទុនសម្រាប់គាត់ពេលខ្លះដល់វិធីណាបាទវិធីសាស្ត្រសំខាន់យើងត្រូវយើងត្រូវដូចវាគ្មិនយើងនិយាយពីដើមយើងត្រូវបង្កើតជាសមាគមមួយសម្រាប់ឲ្យជាកសិករទទួលបានដើមទុនយើងស្ទើរតែមិនបាច់យកការពីគាត់ទេដល់ការដែលគាត់ប្រមូលទិន្នផលបានគ្រប់គ្រាន់ហើយចាំគាត់ប្រមូលឲ្យយើងវិញសង្ឃឹមថាយើងធ្វើអញ្ចឹងដើម្បីឲ្យដូចជាការលើកទឹកចិត្តសម្រាប់ប្រជាជនកម្ពុជាឲ្យគាត់ជំរុញអង្គើធ្វើមុខរបរសម្រាប់ជីវភាពគ្រួសារគាត់អញ្ចឹង
បាទសូមជឿលោកសានចំណុចនេះសំខាន់ណាស់បាទសម្រាប់គណៈបកសិទ្ធិនោះគឺយកចិត្តទុកដាក់មែនទែនរឿងបញ្ហាដើមទុនជូនកសិករណាដូច្នេះហើយបានគណៈបកសិទ្ធិនោះបានដាក់ចេញនៅគោលនយោបាយមួយគឺថាដំណើរឆ្ពោះទៅមូលដ្ឋានដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍអញ្ចឹងគឺថាគណៈបកសិទ្ធិមនុស្សគឺផ្ដោតសំខាន់លើបញ្ហាដើមទុននេះពេលដែលឃុំសង្កាត់ណាដែលជាប់គណៈបកសិទ្ធិមនុស្សគឺមេឃុំហ្នឹងដើរតួនាទី2ទី1ជាអាជ្ញាធរនៅមូលដ្ឋានហ្នឹងផងសម្រាប់សម្របសម្រួលជាមួយនឹងថ្នាក់លើដើម្បីរកទុនកម្ចីណាមួយដោយយកអត្រាការប្រាក់ទាបជូនដល់ប្រជាកសិករមួយទៀតមេឃុំចៅសង្កាត់របស់គណៈបកសិទ្ធិមនុស្សនេះដើរតួនាទីជាតំណាងប្រជាប្រដ្ឋនៅក្នុងហ្នឹងអាចបង្កើតជាសហគមន៍ហើយទៅខ្ចីឬក៏ទៅសេជា proposal ជាសំណើទៅតាមបណ្ដាគេហៅថាភ្នាក់ងារផ្ដល់ហិរញ្ញវត្ថុឬក៏ហិរញ្ញប្បទាននានាដើម្បីយកលុយអស់ហ្នឹងមកឲ្យប្រជាប្រដ្ឋធ្វើបាទសូមអរគុណលោកសាលើសូមជើញលោកមេងទៅដល់បាទមើលលោកមេងលោកយល់យ៉ាងណាដែរចំពោះបញ្ហានេះបាទសម្រាប់ការពង្រឹងវិធានការយ៉ាងម៉េចបាទវិធីសាស្ត្រយ៉ាងម៉េចវិធានការទាំងនេះខ្ញុំសូមបន្ថែមទៅលើចំណុចរបស់អាដាមលោកបានលើកគឺថាយើងបានបង្កើតជាសហគមន៍ហើយអញ្ចឹងសហគមន៍នេះគាត់អាចបង្កើតជាក្រុមថាក្រុមជួយខ្លួនឯងបាទក្រុមជួយខ្លួនឯងគឺគាត់មានថាគាត់អាចសន្សំប្រាក់បាទសន្សំប្រាក់ខ្លួនគាត់សន្សំជាក្រុមបាទជាក្រុមអាច10នាក់20នាក់អញ្ចឹងនៅពេលដែលគាត់សន្សំប្រាក់អញ្ចឹងទៅគឺថានៅពេលគាត់ចង់ទិញជ្រូក2ក្បាលបាទអញ្ចឹងក្នុងក្រុមគាត់អាចសន្សំប្រាក់ទៅណាគាត់អាចយកលុយក្នុងក្រុមហ្នឹងទៅធ្វើសិទ្ធមុខរបរខ្នាតតូចមួយបាទហើយដើមទុនទាំងអស់ទៀតនៅពេលដែលគាត់ដាក់សន្សំប្រាក់ផងគាត់បានការប្រាក់ទៀតអញ្ចឹងវិធីសាស្ត្រនេះគឺដើម្បីពង្រឹងថាគាត់អាចមានថវិកាអាចមានចំណូលបន្ថែមដើម្បីពង្រីកមុខរបរបន្ថែមដែលថាជឿវៀងគាត់ទៅខ្ចីធនាគារច្រើនទៅគេត្រូវការប្លង់ដីគាត់បាទគាត់ត្រូវបង្ការច្រើនអញ្ចឹងគាត់បង្កើតមកគាត់កំណត់ការប្រាក់គាត់កំណត់លក្ខន្តិកៈកំណត់បញ្ជាផ្ទៃក្នុងរបស់ក្រុមគាត់បាទអញ្ចឹងគាត់អាចមានដើមទុនបាទសូមអរគុណលោកមេងបាទអញ្ចឹងជាបន្តទៀតឈានដល់សំណួរបន្តមកទៀតខ្ញុំសូមសួរទៅលោកសន្ធូដោយផ្ទាល់ទៅចុះបាទក្នុងនាមលោកតើការបង្កើនបច្ចេកទេសក៏ដូចជាប្រាក់កម្ចីដល់កសិករដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់នោះតើមានកត្តាអ្វីផ្សេងទៀតទេដែលជួយជំរុញឲ្យបង្កើនប្រាក់ចំណូលរបស់គាត់មានអ្វីផ្សេងទៀតក្រៅពីហ្នឹងទេបាទដើម្បីឲ្យបង្កើនប្រាក់ចំណូលផ្សេងទៀតគឺវិធីសាស្ត្រគេហៅថាបច្ចេកវិទ្យាចិញ្ចឹមសត្វបាទរបៀបចិញ្ចឹមសត្វបាទរបៀបចិញ្ចឹមសត្វរបៀបចិញ្ចឹមសត្វយើងចិញ្ចឹមសត្វវាមានសត្វចិញ្ចឹមសាច់មាន់សត្វទាឬក៏ចិញ្ចឹមត្រីឬក៏ចិញ្ចឹមទង់ចិញ្ចឹមអីជាច្រើនទៀតចុងកម្មដូច្នេះគណៈបកនរមមានគោលនយោបាយបង្ហាត់មករៀនវិជ្ជាជីវៈបច្ចេកទេសដែលគាត់ចិញ្ចឹមបាទបង្ហាត់មករៀនឲ្យគាត់ចេះចិញ្ចឹមតាមបែបលក្ខណៈគ្រួសារបែបលក្ខណៈធំបើគាត់ចង់ធំក៏ចិញ្ចឹមទៅប៉ុន្តែបើគាត់ចង់ចិញ្ចឹមទៅក៏ចិញ្ចឹមទៅប៉ុន្តែដើមទុនថាបានពីណាយកមកធ្វើដើមទុនដើម្បីចិញ្ចឹមសត្វទាំងអស់នេះគឺថាគណៈបណ្ឌនរមានបង្កើតជាសហគមន៍មួយគេហៅថាដាក់ជីតុងទីនបាទរៃចូលតុងទីនហ្មងបាទជាទីក្រុងគេហៅតុងទីនបាទភូមិឃុំនៅទីជនបទគេហៅថាជាសហគមន៍ប៉ុន្តែដូចរបៀបដូចតុងទីនទៅយើងទៅចូលទីមទីឲ្យមេតុងទីនហ្នឹងត្រូវបាទជាម្ចាស់កម្រិតចៅកូនចៅបាទជាម្ចាស់ការអូខេអរគុណច្រើនលោកសន្ធូបាទឥឡូវចំពោះកញ្ញានារីវិញតើកញ្ញាគិតថាមានកត្តាអ្វីផ្សេងទៀតទេដើម្បីជំរុញឲ្យគាត់រកប្រាក់ចំណូលចាចំណុចទាំងអស់ហ្នឹងគឺបាននិយាយពីខាងដើមហើយថាបញ្យល់ពីបង្រៀនពួកគាត់ពីបច្ចេកទេសតែនៅក្នុងហ្នឹងគឺយើងអាចទាញពីផលប្រយោជន៍ពីបច្ចេកទេសដាំដុះយើងគាត់ធ្វើស្រែចម្ការប៉ុន្តែនៅក្នុងស្រែចម្ការរបស់គាត់តែងតែមានទឹកមានអីចឹងទៅគាត់អាចឆ្លៀតនៅក្នុងហ្នឹងគឺគាត់អាចចិញ្ចឹមជាត្រីឬក៏គាត់អាចចិញ្ចឹមជាសត្វផ្សេងទៀតហើយក៏ក្នុងនោះគាត់អាចមានឆ្លៀតធ្វើជាដាំបន្លែបង្ការតិចតួចក្បែរហ្នឹងដើម្បីបង្កើនប្រាក់ចំណូលដល់ពួកគាត់បាទអរគុណច្រើនកញ្ញានារីបាទអញ្ចឹងកម្មវិធីរបស់យើងគេថាសំណួរគេថាបានវាគ្មិនរបស់យើងបានធ្វើការជជែកវែកញែកហើយនឹងបកស្រាយហើយនឹងបានផ្ដល់ជាអនុសាសន៍ហើយនឹងមានដំណោះស្រាយជាច្រើនអញ្ចឹងជាបន្តទៅទីនេះខ្ញុំបាទសូមអញ្ជើញបកគលនីតិនេះទៅឲ្យអាយដាមតបសុភមុនឲ្យលោកធ្វើការសរុបបាទទៅនឹងអ្វីដែលជាទស្សនៈរបស់អាយដាមដែលបានពិភាក្សាគ្នាមិញតើជាលទ្ធផលចុងក្រោយប្រជាកសិករយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យគាត់អាចដើម្បីយើងអាចបង្កើនប្រាក់ចំណូលជូនគាត់បាទសូមអញ្ជើញអាយដាមសូមអរគុណបាទជាទីបញ្ចប់នេះបាទការគណៈបកប្រជាជនកម្ពុជាបាទដែលបានដឹកនាំប្រទេសធ្វើមានការរីកចម្រើនតាំងពីមុនរហូតមកដល់ពេលបច្ចុប្បន្ននេះនៅតែបន្តខិតខំស្ដារនិងកសាងបដោតទៅលើវិស័យកសិកម្មនេះជាចម្បងតទៅទៀតសម្រាប់ជួយដល់បងប្អូនកសិកររបស់យើងឲ្យបង្កើនប្រាក់ចំណូលឲ្យបានធូរធារនៅក្នុងការរស់នៅរបស់គាត់ហើយអ្វីដែលគណៈបព្វជិជនបានធ្វើគឺយើងរៀបរាប់មិនអស់ទេគឺមានច្រើនណាស់តាំងពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រគឺសពគ្រប់ទាំងអស់បាទសម្រាប់វិស័យកសិកម្មនេះដូច្នេះគណៈបព្វជិជនពេលនេះខ្ញុំបាទសូមនិយាយដោយសង្ខេបថាមិនចាំបាច់លើកច្រើនតទៅទៀតទេប៉ុន្តែអ្វីដែលគណៈបព្វជិជនបានធ្វើកន្លងមកនៅតែបន្តធ្វើតទៅទៀតសម្រាប់
ជួយបងប្អូនប្រជាកសិកររបស់យើងដូច្នេះគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកដែលបានគិតគូរដល់សុខទុក្ខជាប់ចនិចរបស់ប្រជាពលរដ្ឋរបស់យើងបាទសូមអរគុណបាទ គណៈបកនៅដំណានរដ្ឋវិញដើម្បីបង្កើនប្រាក់ចំណូលទៅដល់ប្រជាកសិករនេះទី1គឺយើងធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវហើយទី2នោះយើងត្រូវហាត់បង្រៀនបច្ចេកវិទ្យាទៅដល់ប្រជាកសិករខាងដាំដុះកសិកម្មហើយទី3នោះគឺបញ្ហាថាតម្លៃធ្វើត្រូវគណៈបកដំរិទ្ធនឹងស្វែងរកទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យមកទទួលទិញផលិតផលរបស់គាត់បានមានឈ្មោះច្រើនហើយបញ្ហាការប្រាក់ចំណូលរបស់ប្រជាកសិករមានសារៈសំខាន់មែនទែនចំពោះគណៈបកនរោត្តមនិតបាននៅប្រទេសកម្ពុជាយើងគាត់ធ្វើជាកសិករប្រហែល 60% ដូច្នេះកាលណាយើងជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករដូចយើងជួយសេដ្ឋកិច្ចជាតិ 60% ដែរកាលណាប្រជាកសិករគាត់បង្កើនប្រាក់ចំណូលបានដូច្នេះតម្រូវការគាត់កើនឡើងកាលណាតម្រូវការកើនឡើងគាត់ក៏កើនឡើងដែរដូចឆ្នាំ 2008 ដំឡូងមីឡើងថ្លៃប្រជាកសិករទិញម៉ូតូឌ្រីមសង់មួយផ្ទះដល់តែ3ក៏មានដែរដូច្នេះផលិតផលរបស់អាជីវករគាត់លក់ផលិតផលផ្សេងៗនេះគាត់អាចដាច់ដូច្នេះតម្រូវការកាន់គាត់បង្កើនប្រាក់ចំណូលតម្រូវការគាត់កើនការផ្គត់ផ្គង់បង្កើនដូច្នេះបង្កើនមានការងារជួយសេដ្ឋកិច្ចខ្លាំងមែនទែនហើយមានសារៈសំខាន់យ៉ាងខ្លាំងចំពោះគណៈបកនរោត្តមនិតសូមអរគុណលោកសន្ធូបាទសូមជ័យលោកសានបាទខ្ញុំជាចុងក្រោយ បាទជាចុងក្រោយបាទគឺថាសូមថ្លែងអំណរគុណបាទហើយចំពោះរឿងការបង្កើនប្រាក់ចំណូលរបស់កសិករខ្ញុំនៅតែនិយាយដដែលថាគោលការណ៍ឬក៏កម្មវិធីនយោបាយរបស់គណៈបក្សសិទ្ធិមនុស្សគឺយើងយកចិត្តទុកដាក់ណាស់គឺរឿងបញ្ហាផ្ដល់ដីធ្លីជូនកសិករនឹងតែម្ដងតាមរយៈការបង្វែរពីដីធ្វើកសិកម្មសម្បត្តិសេដ្ឋកិច្ចមកសម្បត្តិសង្គមគិច្ចនេះជារឿងទី1ទី2យើងកសាងនិងស្ដារប្រព័ន្ធធារាសាស្ត្រដើម្បីជូនកសិករគាត់យកទឹកស្រោចស្រពដំណាំគាត់ហើយបញ្ហាទី3គឺយើងបញ្ចុះតម្លៃជីឬក៏ថ្នាំកសិកម្មទាំងឡាយជាពិសេសតម្លៃប្រេងឥន្ធនៈហ្នឹងឲ្យមានតម្លៃទាបហើយទី3គឺយើងជួយរកទី4គឺយើងជួយរកទីផ្សារហើយនឹងជំរុញនិងលើកទឹកចិត្តឲ្យកសិករហ្នឹងគឺថាបង្កើតសមាគមកសិករហើយកត្តាសំខាន់ទៀតគឺថាយើងអាចមានកត្តាលើកទឹកចិត្តគឺយើងជំរុញឲ្យប្រជាកសិករហ្នឹងគឺគាត់ចិញ្ចឹមសត្វឬក៏ដាំដំណាំរួមផ្សំជាលក្ខណៈគ្រួសារហើយលើកទឹកចិត្តឲ្យគាត់បង្កើតទៅជាសហគ្រាសឬក៏សិប្បកម្មខ្នាតតូចដោយយើងផ្ដល់ទុនកម្ចីក្នុងកម្រិតមួយការប្រាក់ទាបឬក៏យើងតាមរយៈជំរុញឲ្យគាត់នឹងសហការជាមួយអង្គការមួយចំនួនក្រៅរដ្ឋាភិបាលបង្កើតជាភាសាអង់គ្លេសថា saving group គឺក្រុមប្រាក់សន្សំអាក្រុមប្រាក់សន្សំនេះគឺគាត់ទទួលបានខ្ចីពីក្រុមរបស់គាត់នឹងទទួលបានការប្រាក់ផងហើយអត់មានការដាក់ប្លង់ដីអីមានការរឹបអូសអីទ្រព្យសម្បត្តិដូចកន្លងមកទេបាទនេះគឺជាគោលការណ៍ទាំងអស់នេះដែលគណៈបក្សសិទ្ធិមនុស្សបានដាក់ចេញហើយសង្ឃឹមថាពេលដែលគណៈបក្សសិទ្ធិមនុស្សឈ្នះឆ្នោតគោលការណ៍នេះផ្សព្វផ្សាយចេញទៅគឺនឹងធានានៅការបង្កើនប្រាក់ចំណូលជូនកសិករសូមអរគុណលោកសានបាទសូមជ័យលោកសំអានបាទសូមអរគុណជាចុងបញ្ចប់ខ្ញុំបានតំណាងឲ្យគណៈបកហ្វុន8ខ្ញុំដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាកសិករបាទទី1គឺត្រូវការលើកទឹកចិត្តដល់ប្រជាកសិករឲ្យគាត់ប្រើប្រាស់នៅដីធ្លីរបស់ដែលគាត់មានហ្នឹងដល់ឲ្យអស់លទ្ធភាពបាទមិនទន្ទឹមហ្នឹងយើងត្រូវរៀបចំប្រព័ន្ធធារាសាស្ត្រឲ្យបានគ្រប់តំបន់ដែលគាត់ត្រូវការបាទទន្ទឹមហ្នឹងទៀតយើងត្រូវទាមទាររកទីផ្សារសម្រាប់លក់ផលិតផលរបស់គាត់ទៅសម្រាប់ពួកគាត់ឲ្យទទួលបានប្រាក់កម្រៃខ្ពស់ហើយនឹងការជំរុញឲ្យការនាំចេញឲ្យបានច្រើនហើយនឹងបង្កើតនៅដូចជាវាគ្មិនយើងថាអញ្ចឹងយើងមានវិសាសអញ្ចឹងត្រូវតែបង្កើតសមាគមមួយសម្រាប់ជាដើមទុនមួយឲ្យគាត់ធ្វើកសិកម្មសម្រាប់គ្រួសាររបស់គាត់នឹងបាទសូមអរគុណលោកសំអាតសូមជើញកញ្ញាណារីបាទចាសូមអរគុណចាសម្រាប់គណៈបក្សសង្ឃស៊ីគឺមានគោលការណ៍យ៉ាងពិតប្រាកដចាប្រគល់សងដីធ្លីជូនប្រជាពលរដ្ឋវិញចាហើយដើម្បីឲ្យពួកគាត់មានដីស្រែសម្រាប់ធ្វើស្រែចម្ការបង្រៀនពួកគាត់ឲ្យពួកគាត់យល់ពីបច្ចេកទេសសម្រាប់ធ្វើស្រែចម្ការហើយនឹងផ្ដល់ជាអនុទានដែលគិតការប្រាក់ទាបបំផុតសម្រាប់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់មានឱកាសនិងមានពេលដែលគាត់ធ្វើស្រែចម្ការហ្នឹងគឺបានផលកម្រៃខ្ពស់ហើយពិនិត្យមើលទៅលើការនាំចេញទៅលើផលិតផលរបស់គាត់ទៅលើទីផ្សាររួមទាំងផលិតផលដែលនាំចូលពីប្រទេសក្រៅគឺមានន័យថាបើសិនជាផលិតផលនៅក្នុងស្រុកមានគឺมันមានការនាំចូលពីផលិតផលក្រៅទេជៀសវាងឈ្មួញកដាលគៀបសង្កត់ទៅលើប្រជាពលរដ្ឋដែលជាកសិករហ្នឹងហើយបន្ថោកតម្លៃពួកគាត់អញ្ចឹងធ្វើឲ្យជីវភាពរបស់ពួកគាត់ហ្នឹងធ្លាក់ចុះហើយនឹងអន់ខ្សោយអញ្ចឹងចំណុចទាំងអស់នេះហើយគឺធ្វើឲ្យប្រជាពលរដ្ឋមានការរីកចម្រើនហើយនឹងកសិករគឺមានប្រាក់ចំណូលខ្ពស់ចាសូមអរគុណសូមអរគុណកញ្ញារីឥឡូវសូមជើញលោកមេងចុងក្រោយទៀតបាទសូមជើញអរគុណបាទជាចុងបញ្ចប់ខ្ញុំសូមលើកយុទ្ធសាស្ត្រនិងអនុសាសន៍មួយចំនួនដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករបាទគឺចំណុចទី1គឺយើងត្រូវដូចខ្ញុំលើកខាងណាថាបង្រៀនកសិករឲ្យចេះធ្វើកសិកម្មបាទ
ទី2ឲ្យគាត់ចេះបង្កើតសហគមន៍សមាគមដើម្បីជួយខ្លួនឯងដូចជាក្រុមជួយខ្លួនឯងសហគមន៍គ្រប់ចឹងពេលគាត់ជួយខ្លួនឯងគឺគាត់សន្សំប្រាក់ផងគាត់បានកាក់ផងគាត់យកគាត់អាចខ្ចីពីក្រុមដែលមានការប្រាក់ទាបដោយមិនចាំបាច់យកប្លង់ទៅដូចដាក់នៅធនាគារហើយមានការទទួលស្គាល់ពីមេអាជ្ញាធរមេភូមិមេឃុំហើយគាត់អាចយកលុយទៅធ្វើចំនួនខ្នាតតូចចិញ្ចឹមទ្រូងចេកចៀនចិញ្ចឹមមាន់ចេកចៀនបាទគាត់អាចរបស់ខ្នាតតូចបាទធ្វើចេកចៀនខ្នាតតូចបាទសេដ្ឋកិច្ចការប្រព័ន្ធអញ្ចឹងគាត់អាចបង្កើតប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរធ្វើស្រែចម្ការរបស់គាត់បន្ទាប់ចំណុចមួយទៀតគឺយើងត្រូវផ្ដល់បច្ចេកទេសបន្ថែមហើយនឹងគុតគងថវិកាបន្ថែមឲ្យគាត់មិនមែនច្រើនលើសលប់ទេលោកគ្រូគាត់ថាជាផ្នែកមួយបាទមួយទៀតគឺយើងពង្រឹងសមត្ថភាពគាត់បន្ថែមទៀតនឹងចំណេះដឹងតើគាត់នៅពេលដែលគាត់បានអនុវត្តកន្លងមកម្ដងពីរដងតើគាត់ជួបឧបសគ្គអីខ្លះបាទតើគាត់ខ្វះបច្ចេកទេសខ្លះបានជាផលិតផលគាត់អាចទាន់វាលុកទីផ្សារបានបាទចំណុចទាំងអស់នឹងហើយអញ្ចឹងយើងធ្វើឲ្យគាត់ចេះរៀបចំផែនការបាទសិក្សាទី1គាត់ត្រូវសិក្សាអំពីស្ថានភាពបាទគាត់រៀបចំផែនការបន្ទាប់មកឲ្យគាត់អនុវត្តហើយទើបឲ្យគាត់វាតម្លៃបាទអញ្ចឹងទៅពេលដែលយើងពង្រឹងឲ្យគាត់វាតម្លៃហើយគាត់ចាប់ដើមវិភាគម្ដងទៀតវាជា cycle មួយជាវដ្តមួយអញ្ចឹងធ្វើឲ្យគាត់មានការរីកចម្រើនប្រាក់ចំណូលបន្ថែមរបស់គាត់អញ្ចឹងការពង្រឹងសមត្ថភាពទៅដល់កសិករគឺវាមានតួនាទីសំខាន់មែនទែនតើបរិយាកាសកម្ពុជាប្រកាន់យករបបអ្វីលោកអ្នកដឹងទេថាបរិយាកាសកម្ពុជាក៏ដូចជាប្រទេសមួយចំនួនដែរប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងនៃអង្គនីតិបញ្ញត្តិដែលហៅថាសភានេះគឺជារបបប្រជាធិបតេយ្យបែបសភាសំណួរនៅក្នុងនីតិនេះគឺតើរបបប្រជាធិបតេយ្យបែបសភានៅក្នុងប្រជាជាតិកម្ពុជាមានលក្ខណៈនិងប្រវត្តិបែបណាខ្លះបន្ទាប់ពីបោះឆ្នោតឆ្នាំ1993ព្រះរាជាណាចក្រកម្ពុជាអនុម័តរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលប្រកាន់យកការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបកគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋឬម្យ៉ាងទៀតគេអាចនិយាយបានថាព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិប៉ុន្តែមិនកាន់អំណាចតើមានលក្ខណៈអ្វីខ្លះដើម្បីសម្គាល់ពីរបបប្រជាធិបតេយ្យបែបសភានៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈសម្គាល់ជាច្រើនប៉ុន្តែគេឃើញមានលក្ខណៈសម្គាល់មួយចំនួនដូចជាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌និងប្រព្រឹត្តទៅយ៉ាងទៀងទាត់អ្នកបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេជាសមាជិកសភាជ្រើសតាំងប្រមុខរដ្ឋាភិបាលនិងគណៈរដ្ឋមន្ត្រីទាំងមូលអំណាចនីតិប្រតិបត្តិស្ថិតនៅលើនាយករដ្ឋមន្ត្រីដែលជាប្រមុខរដ្ឋាភិបាលចំណែកឯព្រះមហាក្សត្រជានិមិត្តរូបនៃការបង្រួបបង្រួមជាតិនិងឯកភាពជាតិព្រះមហាក្សត្រទ្រង់គ្រងរាជប៉ុន្តែមិនកាន់អំណាចឡើយគូកំណត់សម្គាល់ផងដែរថានៅក្នុងរបបនេះរដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនិងជាមូលដ្ឋានគ្រឹះនៃច្បាប់ទាំងឡាយនៅក្នុងរដ្ឋធម្មនុញ្ញបានចែងនៅប្រការសំខាន់មួយចំនួនដូចជារបបប្រជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនីតិរដ្ឋការបោះឆ្នោតការបែងចែកអំណាចការគោរពសិទ្ធិមនុស្សនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រជាធិបតេយ្យបែបសភានេះជាទូទៅមានការបែងចែកអំណាចជា3ធំពោលគឺអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការចំណែកឯក្រមប្រឹក្សាធម្មនុញ្ញនិងស្ថាប័នព្រះមហាក្សត្រគឺជាស្ថាប័នមួយដែលមានតួនាទីដោយឡែកនិងឯករាជ្យអំពីស្ថាប័នដទៃទៀតនេះជាតារាងរចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋរបស់ប្រជាជាតិកម្ពុជាព្រះមហាក្សត្រគឺជាស្ថាប័នកំពូលទ្រង់គ្រងរាជប៉ុន្តែមិនកាន់អំណាចចំណែកឯស្ថាប័នដទៃទៀតដូចជាសាខានីតិប្រតិបត្តិមានតួនាទីអនុវត្តនិងប្រតិបត្តិច្បាប់ដែលអនុម័តដោយរដ្ឋសភាចំណែកឯក្រសួងដទៃទៀតមានតួនាទីអនុវត្តសកម្មភាពនានានិងបង្កើតគោលនយោបាយជួយរាជរដ្ឋាភិបាលកម្ពុជារីឯសាខានីតិបញ្ញត្តិវិញជាទូទៅគឺមានរដ្ឋសភានិងព្រឹទ្ធសភាទាំងរដ្ឋសភាទាំងព្រឹទ្ធសភាមានគណៈកម្មការទាំង9រូបដែលហៅថាគណៈកម្មការអចិន្ត្រៃយ៍ដែលទទួលខុសត្រូវក្នុងការចាត់ចែងកិច្ចការប្រចាំថ្ងៃរបស់រដ្ឋសភានិងព្រឹទ្ធសភាបន្ទាប់មកគឺតុលាការរួមមានតុលាការកំពូលសាលាឧត្តរតុលាការខេត្តក្រុងនិងតុលាការយោធាបន្ថែមលើសពីនេះទៅទៀតឧត្តមក្រុមប្រឹក្សានៃច្បាប់ធ្វើការវិនិច្ឆ័យជំនួសតាក់ទងនឹងការបោះឆ្នោតដូចនេះរបបប្រជាធិបតេយ្យបែបសភាមានលក្ខណៈសម្គាល់ជាច្រើនដូចជាការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាទិដ្ឋភាពសំខាន់នៃរដ្ឋធម្មនុញ្ញនិង
រចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋនីតិយល់ដឹងពីប្រជាធិបតេយ្យនឹងវិលមកជួបទស្សនិកជនវិញនៅក្នុងកម្មវិធីអ្នកបន្តវេនលើកក្រោយទៀតកម្មវិធីអ្នកបន្តវេនបានមកដល់ទីបញ្ចប់នៅកម្មវិធីលើកក្រោយលោកអ្នកនឹងបានស្វែងយល់ពីប្រធានបទមួយទៀតគឺការបណ្ដុះបណ្ដាលប្រជាជនកម្ពុជាចំពោះការងារដែលមានស្រាប់កម្មវិធីអ្នកបន្តវេនរីករាយនឹងទទួលរាល់មតិយោបល់របស់លោកស្រីអ្នកនាងកញ្ញានិងទូរទស្សនិកជនតាមរយៈលេខទូរស័ព្ទ012 89 48 28 ឬផ្ញើសារអេឡិចត្រូនិកនិងតាមរយៈអ៊ីមែល tvknat@hotmail.com សម្រាប់ពេលនេះខ្ញុំបាទឈឹមសំណាងសូមអរគុណសូមជម្រាបលា